សួស្តីញាតិមិត្តសិស្សគុណហើយនឹងបណ្ដាញាតិនៃអាស្រមញាតិនៃជំនឿនៃមន្តអាគមជនរួមជាតិប្រុសស្រីទាំងអស់ទាំងចិត្តទាំងឆ្ងាយណាទាំងនៅក្នុងប្រជាណាចក្រកម្ពុជាក៏ដូចជានៅក្រៅប្រទេសក្តីបានឃើញនៅវីដេអូនេះសូមចូលរួមទស្សនានៅការបង្ហាញនេះគឺជាគំរូពុំយល់ទេនេះជាពុំទេមិនមែនជាវត្ថុពិតទេតែវត្ថុពិតនឹងចាក់ជាលោហៈពិសេសរឹងមាំភ្លឺហើយមានទំហំតូចជាងនឹងបន្តិចហើយនេះគឺជាបន្តោងតំណាងឲ្យជ័យរឹករាសីនៃដួងកែវកំណើតប្រចាំឆ្នាំទាំង12មានដូចជាឆ្នាំជូតណាឆ្នាំជូតឆ្លូវខាលថោះរោងម្សាញ់មមីមមេវោកអាកាចកលណាហើយខាងមុខនេះគឺស្តៀងតែគ្នាទេគឺបើគាត់ថាយើងដាក់នៅបណ្ដោលដួងកែវកំណើតផ្សេងគ្នាហើយទំហំប៉ុនគ្នាដូចគ្នាហើយមិនមែនវាយធ្វើដោយកុំព្យូទ័រទេគឺធ្វើដោយដៃរបស់គ្រូផ្ទាល់តែម្ដងហើយកម្រងយើងធ្វើតាំងពី2025តែដោយសារតែវាពិបាកហើយយើងចង់ឆ្លាក់រូបក៏ពិបាកអញ្ចឹងហើយធ្វើម៉េចឲ្យវាកាន់តែលម្អិតឲ្យល្អហើយបតោងនេះភ្ជាប់ជាមួយនៅមុនគាថាសម្រាប់ប្រើសម្រាប់គោរពទៀតមានរហូតមាន3យ៉ាងការពារមហានិយមហើយនឹងការធ្វើឲ្យយើងនឹងលើករាសីហ្នឹងណាអញ្ចឹងហើយបតោងទាំង3បតោងទាំងអស់ហ្នឹងមកមានមុនគាថាប្រើទៅទៀតហើយបតោងនេះគឺខាងមុខនេះគឺតំណាងឲ្យតួអង្គខ្លួនឯងគេហៅថាឋានជាមនុស្សឋានជាមនុស្សមិនមែនតំណាងមនុស្សដែលមានដួងកែវកំណើតពងជាមនុស្សជាយក្សជាទេវតាប្រុសទេវតាស្រីតំណាងឲ្យធាតុទឹកធាតុដីធាតុឈើធាតុភ្លើងធាតុដែកធាតុមាសផ្សេងគ្នាតែម្ដងហើយអញ្ចឹងហើយខាងមុខបើយើងមិនពិនិត្យឲ្យដិតដល់ទេគឺដូចគ្នាទាំងអស់ណាតែតាមពិតគឺខុសគ្នាឆ្ងាយណាដួងកែវនីមួយមានទ្រង់ទ្រាយទ្រង់គ្រឿងខុសគ្នាតាមអំណាចនៃទេវតាស័ក្តិខ្ពស់ទេវតាស័ក្តិទាបមនុស្សមានបុណ្យស័ក្តិហើយមនុស្សសាមញ្ញហើយនឹងយក្សដែលមានទ្រង់គ្រឿងហើយស្រីប្រុសហើយនឹងយក្ខនីហើយយក្សសាទេពតាហើយនឹងទេវីហើយនេះគឺដួងកែវកំណើតឆ្នាំវកហើយវកហ្នឹងដឹងហើយណាមហាឧត្តបកែណាអ្នកដែលមានរិទ្ធមានដេជះហើយនេះគឺដួងកែវកំណើតឆ្នាំវកហើយដួងកែវកំណើតឆ្នាំវកនេះរញ៉េរញ៉ៃបន្តិចព្រោះអ្នកលេងណាមានអ្នកលេងណាធាតនឹងអស់តោះហើយណាក្តៅហ្នឹងណារឹងតែហ្មងណាមានដេជះហើយអញ្ចឹងហើយលោកគ្រូមិនបានជាបកស្រាយពងធាតអីទេណាគាត់ថាយើងបង្ហាញពីទស្សនីយភាពព្រោះការបកស្រាយឆ្នាំនីមួយហ្នឹងវាយូរណាអញ្ចឹងហើយលោកគ្រូនៅពេលដែលសាងហើយលោកគ្រូនឹងចាប់ផ្ដើមបកស្រាយហើយនេះគឺជាដួងកែវកំណើតឆ្នាំវកណាដែលយើងប្រើដើម្បីរក្សាជោគរាសីរបស់យើងនៅពេលដែលយើងជន់ឆ្នាំឬក៏មានគ្រោះឆុងឆ្នាំឬក៏មានបញ្ហាគេធ្វើអំពើបំពាន់ឬក៏ការសង្កត់យើងបែបណាគឺมันអាចទេដោយសារយើងមានគេហៅបើសិនជាក្បួនវិញគេហៅថាដកដួងកែវដោយយៈទស្សកੰអញ្ចឹងដកដួងកែវចេញហើយអាវុធទាំងឡាយណាអំពើបំពាន់សិលតាណាក៏មិនអាចចាញ់ព្រះអង្គទេព្រោះដួងកែវព្រះអង្គនៅលាក់ទុកហើយយើងនេះគឺផ្ញើនេះគឺដួងកែវដល់ពេលដែលយើងគោរពបូជាហើយយើងតាំងនាមថាបតោងនេះជាដួងកែវរបស់យើងគឺយើងរក្សាឲ្យគង់ឲ្យវង្សហើយទុកដាក់ឲ្យល្អជាវត្ថុមានតម្លៃដូចបេះដូងរបស់យើងអញ្ចឹងហើយអញ្ចឹងហើយយើងនឹងមិនអាចមានអ្វីមកធ្វើឲ្យល្អកកនៅក្នុងជីវិតមិនអាចសោះតែម្ដងរឿងតាក់ទងទៅនឹងការធ្វើអំពើមុនខ្មៅអាគមឬក៏ការលួចបន្លាចខ្មោចព្រាយឬក៏ការវាអាចដល់ខាងក្រៅទៀតណាមិនមែនតែខាងក្នុងទេហើយនេះគឺដួងកែវកំណើតឆ្នាំរកាហ្នឹងក៏រញ៉េរញ៉ៃដែរណារញ៉េរញ៉ៃបន្តិចអ្នកលេងដែរណាអ្នកខ្លាំងបណ្ដាបកែរស់ស៊ីណារស់ស៊ីណាប្រយុទ្ធក៏ប្រយុទ្ធបកែរស់ស៊ីដែរហើយមួយទៀតនេះគឺដួងកែវកំណើតឆ្នាំចហ្នឹងស្អាតណាឆ្កែខ្ញុំថាឆ្កែគេជេរគ្នាតែដួងកែវកំណើតឆ្នាំចគេថាឆ្កែស្រឡាញ់ខ្លួនយល់ទេខ្លួនណា
ហើយនេះគឺនឹងឯងគឺបង្ហាញណាអាបតោងនេះស្អាតណាស់ហើយគុណសម្បត្តិណាគឺមហាវិសេសវិសាលដែលគ្រូមិនតន់បកស្រាយលម្អិតនេះជាដួងកែវចុងក្រោយគឺឆ្នាំកុលសម្បូរដោយលៀបអំណាចនៃគុណបរតនត្រ័យគឺអ្នកដែលសម្បូរលៀបណាលៀបនោះប្រាថ្នានៅលៀបនោះច្រើននៅលោភក៏លោភដែរហើយនេះគឺដួងកែវកំណើតឆ្នាំជោតកែរ៉ូស៊ីតែមិនសូវកែទុកទេណាហ្នឹងហើយណាហើយនេះណាឆ្នាំជូតនេះគឺបបាក់ចាជាងគេណាប្រហែលឆ្នាំទេបបាក់ចាណាហើយនេះគឺដួងកែវកំណើតឆ្នាំឆ្លូវណាហើយចូលចិត្តជួយយកអាសាគេណាពេលច្រើនណាស្លូតបូតជួយយកអាសាក៏មានបញ្ញាតែបដើខុសជ្រុលហ្មងណានេះណាឆ្នាំឆ្លូវណាហើយនេះដួងកែវកំណើតឆ្នាំអីឆ្នាំខាលយៈណាត្រង់លើណាហើយខ្សាត់ខ្លាយៈធាតឈើមានអញ្ចឹងទៅណាយៈគិណីទៀតណាយៈគិណីណាឧរយៈខាព្យាងក្រៀកហ្នឹងណាដាច់ខ្លាហើយនេះគឺដួងកែវកំណើតឆ្នាំថោះស្លូតបូតសុភាពតែមានបញ្ញាណាហើយនេះវិញបាទមកចបយើងដឹងណាខាងពិន័យណាអញ្ចឹងហើយប្រកែណាដួងកែវកំណើតនេះមនុស្សឆ្នាំថោះហ្នឹងគឺយើងមានបញ្ញាតែងាយនឹងគេធ្វើបាបពីព្រោះហើយធម្មតាតែមនុស្សដែលមានបញ្ញាគឺអង្គអាចមិនចេះនៅស្ងៀមហើយនេះគឺដួងកែវកំណើតឆ្នាំរោងទេវតាទ្រង់គ្រឿងលោកមានរិទ្ធមានដេជះណាមានពលឺចចែងចាត់សុភិតមាសសម្បូរសម្បត្តិណាមានទាំងរិទ្ធមានទាំងបរិវារណាអូនេះណាហើយលោកគ្រូសង្ខេបតិចបំផុតណាហើយនេះគឺដួងកែវកំណើតឆ្នាំអសាញ់ណាឆ្នាំអសាញ់នេះធាតុភ្លើងណាពោពេញទៅដោយតោសៈច្រើនណាការយកទោសខឹងច្រឡោតតោតតងតែក៏ភាកច្រើនសេចក្តីច្រឡោតខឹងតោសៈបង្កជាគ្រោះនៅឬក៏ចូលនៅក្នុងអន្ទាក់របស់សត្រូវដែរតលចេះខន្តីណាពោះគេថាណាពោះតែឆេកឆៅអាយុខ្លីហើយណាអញ្ចឹងណាឲ្យស្អាតកែវហើយដួងកែវនេះឆ្នាំនេះណាគឺឆ្នាំមមេហ្នឹងអស់តើណាមានមហាកម្លាំងមានដេជះមានគេអាណិតគេស្រឡាញ់គេចូលចិត្តណាតែណាជាអ្នកដែលឃ្លាវខ្លាក្លាហានមិនសូវចេះខ្លាចចឹងហើយត្រូវប្រើធម៌ពលធាតុភ្លើងរបស់ខ្លួនឲ្យបានសមរម្យទៅរុងរឿងសម្បូរទ្រព្យហើយនេះគឺដួងកែវកំណើតឆ្នាំមមេណាសម្បូរណាមេគេមិនដែលយកបរទេសទេណាបដែលបើស្ងោស៊ុបអានឹងអាចណាគឺសម្បូរដោយលៀបសម្បូរដោយគេអាណិតដោយគេស្រឡាញ់សម្បូរដោយគេចូលចិត្តណាបើសិនជារស់ស៊ីជាអ្នករស់ស៊ីវិញងាយនឹងមានលៀបណាងាយនឹងជោគជ័យបើអ្នកធ្វើការវិញច្រើនតែគេហៅថាបើធ្វើការច្រើនតែបរិវារជួយយកអាសាហ្នឹងច្រើនជាងប្រកែប្រើគេណានិយាយម៉ាត់ទៅណាហើយអញ្ចឹងហើយនេះគឺដួងកែវកំណើតណាទាំង12ហើយគុណប្រយោជន៍ហ្នឹងគឺជួយឲ្យយើងនឹងល្អពិសេសរុងរឿងនៅក្នុងជីវិតហើយយើងនឹងមានមន្តគាថាហើយធម្មតាទេណាដូចមានជីវិត2ហើយពេលនេះណាជីវិតមួយត្រូវបានរក្សាទុកដោយសុវត្ថិភាពហើយជីវិតមួយទៀតយើងនេះគឺហើយនិយាយទៅដូចកម្មវិធីតែអនាគតអញ្ចឹងដូចអាឈីបអញ្ចឹងណាហើយនេះគឺដួងកែវផងយើងហើយណាហើយថ្ងៃក្រោយបើថាអត់ទុកចិត្តកូនទេអស់អាយុសង្ខារទៅដាក់ទៅជាមួយផងទៅបានដែរណាកុំអីដែរណាហើយបើថាយើងចង់ឲ្យកូននៅជួយថែអាសាកូនយើងទុកទៅណានេះគឺជាក្បួនមួយដែលយើងធ្វើឲ្យជីវិតយើងមានរាសីល្អរុងរឿងល្អណាយើងអត់បានយកដួងកែវរបស់យើងទៅកប់នឹងដីដើម្បីឲ្យមានហុងស៊ុយឬក៏យកទៅបចោសដោយខ្មោចទេដួងកែវកំណើតក្បួនដួងកែវកំណើតគេមិនដែលយកទៅបចោសដោយសាកសពទេតែគេនៅក្នុងក្បួនព្រហ្មញ្ញណាស្ដេចក្រុងយៈក្រុងរាពណ៍ណាបានធ្វើដោយឥសីលោកជួយណាបង្រៀននៅមន្តវិជ្ជាដកដួងកែវហ្នឹងទើបមានរិទ្ធណាអញ្ចឹងដែររឿងឃើញរឿងសពសិទ្ធអីដែរគេដកដួងកែវហើយនេះគឺគេហៅថាជាដួងកែវរបស់យើងណាតែវិជ្ជានៅ5វិជ្ជាយើងលោកគ្រូឲ្យតែ3យ៉ាងទេរហូតដល់វិជ្ជាយើងសែបដួងកែវយើងចូលនៅក្នុងនេះជាគ្រូអត់បង្រៀនទេអានោះគ្រោះថ្នាក់ពីព្រោះយើងគ្រាន់តែថារក្សាដួងកែវបានឲ្យដកទៅដាក់ក្នុងនេះតែហ្មងគឺគ្រោះថ្នាក់ណា
ចឹងនេះគ្រាន់តែជាការបង្ហាញណានៅអ្វីដែលជាណាបន្តោងដួងកែវកំណើតណាជានាំនៅរឹករាសីរបស់យើងប្រកបទៅដោយជ័យជំនះនៅក្នុងជីវិតប្រកបទៅដោយសេចក្តីសុខប្រកបទៅដោយភមង្គលសម្បូរលាភជ័យសុខសុវត្ថិភាពជាពិសេសនោះគឺសុវត្ថិភាពនៅក្នុងផ្លូវនិមន្តអាគមតែម្ដងហើយនេះគឺជាអ្វីដែលគ្រូចង់ធ្វើឡើងចង់បង្ហាញឡើងណាដោយបូកបង្ចូលពីក្បួនអាគមលេខយ៉នអាគមគាថាការ៉ាហើយនឹងមុនវិជ្ជាហើយនឹងការគោរពហើយនឹងតាមជំនឿនៃដួងកែវកំណើតផងដែរហើយអញ្ចឹងហើយនេះជាបង្ហាញដោយសង្ខេបហើយនឹងកាន់តែលម្អិតនៅពេលខាងមុខណាជាពិសេសចង់លម្អិតមែនទែននៅគណៈពេលដែលលោកអ្នកកូនចៅទាំងអស់មានរបស់នឹងយកទៅរក្សាឲ្យបានយ៉ាងតិច1ឆ្នាំចម្លើយនឹងឃើញដោយខ្លួនឯងណាចម្លើយពិសេសហ្នឹងគឺចេញពីខ្លួនឯងណាគ្រូថានៅថាទេណាសំខាន់យើងផ្ទាល់តែម្ដងហើយអញ្ចឹងហើយនេះគឺល្អដោយយើងមិនបាច់ចាំទៅកប់សពភ្នោមនុស្សរស់អីណាទៅធ្វើអីហុងស៊ុយដកដួងកែវកាត់សក់កាត់កញ្ចក់អីទៅកប់ទេមិនបាច់ថាអញយកទៅកប់ខ្មោចអញកន្លែងហុងស៊ុយល្អអត់ទេណាគ្មានកន្លែងណាល្អជាងផ្ទះយើងទេណាគ្មានអ្វីដែលល្អជាងកម្មសិទ្ធិរបស់យើងទេយើងយកទៅរបស់យើងទៅឧទាហរណ៍ឥឡូវមានព្រាយពិសាចគេធ្វើគ្រូមិនចង់និយាយទេប៉ះពាល់គេតែយើងនិយាយពីរឿងយើងវិញបើន័យថាយើងជាកម្មសិទ្ធិជោគវាសនារបស់យើងជាអ្នកដែលមើលការខុសត្រូវដួងកែវរបស់យើងជាអ្នកពិនិត្យហើយជាអ្នកគ្រប់គ្រងនៃរាសីរបស់យើងជាម្ចាស់នៃខ្លួនឯងហើយគ្រូមិនមែនថាបតោងហ្នឹងទៅគ្រូបង្រៀនទៀតណាព្រោះដើម្បីកុំឲ្យថាគ្រូចេះចោះអីអត់ទេគ្រូបង្រៀនហើយបើកូនយើងមានឆ្នាំដូចយើងទៀតថ្ងៃក្រោយយើងទុកជាគេបានឲ្យឆ្នាំចង្កាយមានកូនសិស្សគេចូលរួមសាងយូរហើយណាបតោងនេះគេចោះឈ្មោះចូលរួមសាងប្រហែលខែណាហើយអ្នកខ្លះគេចូលរួមសាងសម្រាប់កូនគេសម្រាប់ប្រពន្ធគេសម្រាប់ចៅគេណាទុកទាំងគ្រួសារតែម្ដងហើយការចូលរួមសាងនោះវាចំណាយតិចព្រោះគ្រូអនុគ្រោះមកន័យថាអ្នកដែលមានភក្ដីភាពហើយនឹងមានសទ្ធាចំពោះគ្រូផ្ទាល់ណាហើយអញ្ចឹងហើយបើសិនជាចូលដល់សាងហើយនឹងអនុវត្តបដាហើយយូរទៅនឹងអាចហ្នឹងវាច្រើនធម្មតាទេរបស់ brand ណាbrand អ៊ំតេបណាហើយអញ្ចឹងហើយនេះជាការបង្ហាញអំពីបន្តោងដួងកែវកណ្ដាលហើយទូចណាទូចស្អាតហើយដល់ពេលចាក់ទៅជាណាឃើញហ៎ចាក់ទៅចេញមកអញ្ចឹងទេបន្តោងណាឃើញហ៎ទូចភ្លឺអញ្ចឹងណាតែស្អាតណាតោងនេះស្អាតហ្មងណាហើយអញ្ចឹងហើយលោកគ្រូបង្ហាញឲ្យឃើញទាំងអស់គ្នាណាកុំឲ្យមានចម្ងល់អីហើយបើមានចម្ងល់អាចសួរបានហើយភាពទលំទលាយនៅបង្ហាញហើយលោកគ្រូមិនតាន់បង្ហាញអំពីភាពទលំទលាយហើយនឹងការចែករំលែកឲ្យលម្អិតអំពីឥទ្ធិពលនៃបន្តោងនេះទេព្រោះហេតុអ្វីកុំឲ្យគេយកកូពីភាគច្រើនកូពីតាមគ្រូនឹងយកទៅដាក់នៅរបស់ខ្លួនឯងពីកម្មឬក៏ពីលតោងស្អីណាអីអញ្ចឹងទៅណាដែលគេយកមកប្រាប់គ្រូសម្រាប់គ្រូអត់ចូលភ្នែកទេណាអញ្ចឹងហើយព្រោះយើងរវល់នឹងការងាររបស់យើងអ្វីដែលយើងមានទាំងអស់អញ្ចឹងហើយជូនពរទាំងអស់គ្នាបានឃើញវីដេអូនេះហើយក៏ចូលរួមចែករំលែកសូមឲ្យមានរឹកមានរាសីល្អសូមឲ្យមានសំណាងល្អសូមឲ្យមានលាភមានជ័យរស់ស៊ីទទួលទានមានបានសុខភាពល្អគ្រប់ណាអាយុវែងទាំងអស់គ្នាណាសុខចម្រើន